សួស្តីបងប្អូនដែលប្រើម៉ូតូធំស៊េរីចាស់ទាំងអស់គ្នាថ្ងៃនេះយើងនិយាយអំពីតើម៉ូតូធំគួរចាក់សាំងប្រភេទអ្វីដើម្បីឲ្យម៉ាស៊ីននៅដំណើរការបានល្អយើងដឹងហើយម៉ូតូស៊េរីចាស់ម៉ាស៊ីនរបស់វាគឺរៀងរ៉ាក់បន្តិចហើយប៉ុន្តែដើម្បីឲ្យកាន់តែល្អការចាក់សាំងគួរតែចាក់ប្រហែលជា4ទៅ5ដងឧទាហរណ៍ថាយើងចាក់10លីត្រ4-5ដងទៅយើងចាក់សាំងធម្មតាហើយបន្ទាប់ពីអស់4-5ដងហ្នឹងយើងគួរតែចាក់សាំងស៊ុបពែម្ដងដើម្បីឲ្យដំណើរការម៉ាស៊ីនរបស់យើងហ្នឹងវាលាងសម្អាតបានល្អបន្ទាប់មកតើទៅក្នុងប្រេងម៉ាស៊ីនយើងគួរតែដូរប្រេងម៉ាស៊ីនគឺឧស្សាហ៍ដូរយ៉ាងហោចណាស់ត្រឹមតែ1000ទៅ1500គីឡូហ្នឹងគឺយើងគួរតែបដូរប្រេងម៉ាស៊ីនម្ដងទៅដំណើរការម៉ូតូរបស់យើងហ្នឹងវា smooth វារលូនល្អហើយការជ្រើសរើសតាក់ទងនឹងប្រេងម៉ាស៊ីនយើងគួរតែជ្រើសរើសប្រេងម៉ាស៊ីនណាដែលមានគុណភាពល្អ original ហើយប្រេងម៉ាស៊ីនយើងគួរចាក់តែប្រេងម៉ាស៊ីន10ខ្សែគឺល្អដោយសារតែអាកាសធាតុរបស់យើងគឺត្រូវនឹង10ខ្សែហ្នឹងគឺល្អមែនទែនធ្វើឲ្យម៉ូតូយើងស៊ីសាំងល្មមជាទូទៅម៉ូតូចាស់វាតែងតែស៊ីសាំងខ្លាំងហើយដូច SL នេះដែរជាទូទៅវាស៊ីសាំង1លីត្រជិះបាន30គីឡូម៉ែត្រអញ្ចឹងគិតថាវាគួរសមដែរហើយដោយសារតែម៉ូតូវានៅស្អាតកម្លាំងរបស់វាខ្លាំងហើយយើងអាសាដូរប្រេងម៉ាស៊ីនម៉ូតូរបស់យើងនឹងអាចជិះបានយូរ